សួស្តីអ្នកនរគ្នាថ្ងៃនេះយើងចូលមកតាមជាមួយនឹងការបង្កើត Discord តាដំបូងយើងបង្កើតឲ្យ file folder នីមួយៗដែលយើងកំណត់ទៅលើនេះមានដូចជាយើងត្រូវបង្កើតតាក់ទងជាមួយនឹង share data មួយជាមួយនឹង user data មួយតើបើយើងបង្កើត folder ទាំងពីរនេះហើយយើងទៅកំណត់យើងទៅ add a role and feature ចុច next បន្តទៀតមក next បន្តទៀតយើងជ្រើសរើសកន្លែង file ចុចចូលក្នុងមកយើងឃើញយើងពាក្យថា file server resource manager ហើយចុច add feature ហើយចុច next ទៀតមកហើយចុច install ចំពោះកន្លែងនេះរៀងយូរបន្តិចតើបើយើងបាន install រួចយើងចុចពាក្យថា close យើងចុចពាក្យថា tag ដើម្បីឲ្យចូលកន្លែង file server resource manager របស់យើងហើយយើងចុចទៅលើពាក្យថា quota management ហើយ list quota មើល file ឲ្យវាមានស្រាប់ឲ្យយើងតែយើងត្រូវបង្កើតដោយខ្លួនឯងក៏ចូលមករួចយើងចុចពាក្យថា create quota យើងជ្រើសកន្លែងដែលជួយ browser ដើម្បីឲ្យកន្លែង file យើងមកបង្កើតមុនហ្នឹងយើងជ្រើសរើស share data យើង keep default របស់វាចុច create មករួចរាល់មួយយើងទៅបង្កើត quota មួយទៀតដែលយើងយកពាក្យថា user data ម្ដងយើងទៅពាក្យថា auto វិញពី create ចូលឲ្យ file sharing manager យើងយកពាក្យថាខាងក្រោមគេចាប់ដល់ create របស់វាយើងអាចដាក់ជាប្រភេទឈ្មោះបានដាក់តាមឈ្មោះដែលអ្នកចូលចិត្តទៅកន្លែងយើងដាក់ទៅជាមួយនឹងឲ្យអ្វីយើងអាច access បាននិងមិនអាច access បាន
cứថា add ទៅគឺថា OK ចូលដល់កន្លែង file server យើងគឺពីថា create ជ្រើសរើសឈ្មោះដែលយើងបានបង្កើតមុនហ្នឹងទៅជាមួយនឹង CI data គឺថា define ខាងក្រោមនេះជា custom property នេះទៅយើងអុសមកខាងក្រោមរើសពេលយើងបានបង្កើតមុនហ្នឹងចុចពីថា OK មកកន្លែងយើងដាក់ជាពេលឈ្មោះដាក់រួចរាល់ហើយយើងគ្រាន់តែចុចពីថា OK មករួចរាល់